បញ្ហាមួយទៀតប្រភូមិបាទចាប្រភូមិរៀនទេវតាយើងហ្នឹងណាចាអ្នកខ្លះមិនថានេះទេខ្ញុំជួបច្រើនដែរចាខ្ញុំថាហេតុអីបានដាក់ប្រភូមិនៅចំពីមុខផ្ទះចាផ្ទះយើងបែរមុខទៅអញ្ចឹងប្រភូមិគឺចំពីមុខនឹងហ្មងអត់មានចំហៀងឆ្វេងចំហៀងស្ដាំអីគឺដាក់ចំពីមុខនឹងហ្មងសួរថាហេតុអីបានដាក់អញ្ចឹងគេថាគ្រូគេឲ្យដាក់អញ្ចឹងបាទគាត់ទៅចូលផ្ទះក៏មានអារម្មណ៍ថាមានអីបាំងពីមុខហ្នឹងណាចាដល់ពេលរោស៊ីដាក់ឆ្ងល់ថាមូលហេតុអីចាចោតនេះចោតនោះចាតាំងចោតនេះរោដូនតាមិនជួយអីចឹងណាការពិតយើងខកខ្លួនយើងទេមុខផ្ទះយើងបិទលុយអស់ហើយហ្នឹងបិទលុយខ្លួនឯងតាដូចយកកៅ502មកបិទកាបូបលុយចឹងទៅលុយមកក៏ដាក់លុយវាមិនចូលដែរចាហើយបញ្ហាមួយទៀតប្រភូមិធម្មតាប្រភូមិរៀនទេវតាយើងគឺធ្វើស្រួចចាស្រួចចំហៀងក៏ស្រួចមុខដែរចាកាលណាដាក់ពីមុខដូចឆ្អឹងយើងចាក់យើងហ្មងចាតែយើងធ្វើយើងដាក់ទៅចំហៀងទៅបើយើងគ្រប់ចាធ្វើមិនក៏ដោយកុំឲ្យដាក់ចំស្លាក់មានឥទ្ធិពលលើយើងជាពិសេសទិសណាដែលមិនគួរណាដែលយើងអាចដាក់ប្រភូមិបានចាប្រភូមិមិនមែនជាហុងស៊ុយប៉ុន្តែប្រភូមិប្រភេទជាធាតុមួយដែលយើងដាក់តាំងទៅមានឥទ្ធិពលប៉ះពាល់ដល់យើងចាបើសិនជាទិសហ្នឹងត្រូវការធាតុដែលយើងត្រូវការហ្នឹងឧទាហរណ៍ត្រូវការធាតុដីយើងយកប្រភូមិទៅដាក់អាហ្នឹងហេងឲ្យយើងវិញចាបើចៃដន្យថាទិសហ្នឹងឆុងជាមួយប្រភូមិយើងយកទៅដាក់អាហ្នឹងចេះតែធ្វើឲ្យយើងកាត់លុយទៅចាហ្នឹងចឹង